ថ្ងៃនេះខ្ញុំនឹងមកណែនាំពីមុខងារដ៏សំខាន់ជាងគេនៅក្នុងកម្មវិធីថ្នាក់បឋម PLP ពេលដែលចូលក្នុងកម្មវិធីដំបូងគឺឃើញផ្ទាំងនេះមុនគេនឹងហើយជាចំណុចសំខាន់របស់ថ្នាក់បឋមនៅក្នុងផ្ទាំងនីមួយៗបញ្ជាក់ពីកម្រិតថ្នាក់ពីថ្នាក់ទី1ដល់ទី6ហើយក្នុងមួយថ្នាក់មានគ្រប់មុខវិជ្ជាមានទាំងភាសាខ្មែរគណិតវិទ្យាវិទ្យាសាស្ត្រនិងសិក្សាសង្គមផងដែរប៉ុន្តែ app នេះស្ថិតនៅក្នុងការអាប់ដេតអញ្ចឹងមេរៀនខ្លះអត់ទាន់មាននៅឡើយទេប៉ុន្តែចង់បញ្ជាក់ថាអាចចូលប្រើប្រាស់បានគ្រប់ទិន្នន័យនីមួយៗហើយទិន្នន័យនីមួយៗគឺមានលំហាត់ជាច្រើនចន្លោះពី20ទៅ30លំហាត់ក្នុងមួយចំណុចនៃមេរៀនអាចអនុវត្តលំហាត់ចាប់ពីមេរៀនដំបូងឬក៏កម្រិតទាបទៅបានបើទោះបីជាបងប្អូនសិស្សនិស្សិតគាត់រៀនដល់កម្រិតថ្នាក់ធម្មតាគាត់រៀនដល់ទី5ឬទី6ហើយគាត់នៅតែអាចមកធ្វើលំហាត់ពីកម្រិតទី1រហូតដល់កម្រិតដែលគាត់រៀនបច្ចុប្បន្នបាននៅពេលដែលគាត់ទំនេរប៉ុន្តែរឿងស្អែកសំខាន់គឺគាត់ត្រូវធ្វើកិច្ចការដែលលោកគ្រូអ្នកគ្រូបានដាក់ឲ្យនៅក្នុង app នេះដោយឧទាហរណ៍គាត់រៀនដល់ចំណុចណាមួយនៃមេរៀនមួយចឹងអ្នកគ្រូអាច copy link យកទៅឲ្យបងប្អូនធ្វើលំហាត់នោះទុកដូចជាកិច្ចការទាំងអញ្ចឹងឯងហើយគ្រប់លំហាត់នីមួយចាញ់បន្តគ្នាធ្វើអស់មួយចំណុចចូលមួយចំណុចទៀតហើយมันមានលក្ខណៈដដែលទេគឺលំហាត់ថ្មីជាបន្តបន្ទាប់រហូតដល់ចប់ចំណុចមួយនៃមេរៀនមួយដើម្បីផ្ញើ link ទៅកាន់បងប្អូនសិស្សនិស្សិតបានតទៅចូលទៅផ្នែកចំណុចមួយនៃមេរៀនឧទាហរណ៍ខ្ញុំចូលក្នុងមុខវិជ្ជាភាសាខ្មែរថ្នាក់ទី4មេរៀនទី1និយាយពីកីឡានិងល្បែងហើយខ្ញុំ copy link ផ្នែកទី1និយាយពីនិយមន័យនិងនាមក្រោយពី copy រួចនឹងឃើញលោតពណ៌បៃតងនៅខាងក្រោមគេចូលទៅក្នុងក្រុម Telegram ឬក៏ឆាតតខ្លួនជាមួយនឹងសិស្សនិស្សិតហើយផាស link នោះទៅក្នុង Telegram បញ្ជូនឲ្យគាត់ជាការស្រេចនៅពេលដែលគាត់ចូលទៅកាន់ link គាត់នឹងឃើញលំហាត់ដែលគាត់ត្រូវអនុវត្តក្នុងមេរៀនមួយនោះហើយ